លោកបើជុំប្រធានមន្ត្រីបរិស្ថានខេត្តសៀមរាបសូមមើលកូនចៅក្រុមអាវ៉ាត់ផងទៀនមានមេស្នកម្មម្នាក់កំពុងប្រព្រឹត្តបទល្មើសខុបខិតផ្សំគំនិតជាមួយនឹងជនឆ្លៀតឱកាសឲ្យកាប់បំផ្លាញព្រៃឈើនៅមុខស្នាក់ការបរិស្ថាន Audio Jungle. Audio Jungle. ខេត្តសៀមរាបនៅថ្ងៃទី24ខែមីនាឆ្នាំ2025លោកហៃនួនមេស្នាក់ការបរិស្ថាននៅចំណុចអូថ្មទុំកំពុងចូលដៃចូលជើងជាមួយនឹងលោកខនកាត់បំផ្លាញព្រៃឈើនៅចំណុចខាងលើជាច្រើនហិកតាលោកខនមានទីលំនៅនៅក្នុងភូមិអូឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបកំពុងចូលរុករៀនទន្ទ្រានព្រៃយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនហិកតានៅចំណុចខាងលើព្រៃឈើទាំងនេះបើមិនមានការបាក់ដៃពីមន្ត្រីស្នាក់ការប្រចាំការនៅចំណុចខាងលើនោះក៏មិនអាចរុករៀនទន្ទ្រានយកបានដែរប្រហែលជាលោកខនបានរៀបចំនៅសំណែនឲ្យទៅលោកហៃនួនជាមន្ត្រីបរិស្ថានប្រចាំការនៅអូថ្មទុំស្ថិតនៅក្នុងឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបប្រជាពលរដ្ឋសំណូមពរដល់លោកបើជុំប្រធានមន្ត្រីបរិស្ថានខេត្តសៀមរាបមេត្តាមានវិធានការទៅលើមន្ត្រីកសិកម្មផងបើទុកលោកហៃនួនតទៅទៀតព្រៃឈើនឹងរលាយបាត់បង់អស់ជាជាមិនខានមូលហេតុអ្វីប្រជាពលរដ្ឋនៅក្នុងឃុំខ្វាយជាច្រើនរយគ្រួសារមិនអាចទៅអាស្រ័យផលលើដីនៅចំណុចនោះបានមូលហេតុអីបានតែលោកខនទៅវិញឬមួយលោកខនបានរៀបចំសំណែនសានដល់លោកហៃនួនជាបន្តបន្ទាប់ដីនោះលោកថាលោកតុងក៏ប៉ុន្តែបច្ចុប្បន្ននេះលោកហៃនួនឲ្យលោកខនធ្វើការដាប់ដំឡូងពី3ឆ្នាំមកហើយដីព្រៃឈើទាំងនេះបើពុំមានការខົບខិតផ្សំគំនិតពីលោកហៃនួនក៏គ្មានអ្នកណាចូលធ្វើបានដែរប្រជាពលរដ្ឋសំណូមពរដល់ប្រធានមន្ត្រីបរិស្ថានខេត្តសៀមរាបលោកបើជុំមេត្តាមានវិធានការណាមួយសមស្របទៅលើបុគ្គលឈ្មោះហៃនួនជាមន្ត្រីបរិស្ថានប្រចាំការនៅអូថ្មទុំស្ថិតនៅក្នុងឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបបាទទុកលោកហៃនួនតទៅទៀនព្រៃឈើនឹងបាត់បង់អស់ជាជាមិនខានក្រោមស្នាដៃលោកហៃនួននិងលោកខនមិនខានឡើយខាងអង្គភាពគេហទំព័រមេត្តាភូមិកម្ពុជាបានចុះទៅយកព័ត៌មានពីថ្ងៃទី21ដល់ថ្ងៃទី24ដល់កន្លែងពិតប្រាកដមែនឃើញថាដីព្រៃទាំងនេះត្រូវបានរុករៀនទន្ទ្រានយកដោយលោកខនអ្នកនៅពីក្រោយខ្នងលោកខនគឺលោកហៃនួនជាមន្ត្រីបរិស្ថានប្រចាំការនៅអូថ្មទុំជាអ្នកមើលផ្លូវជាអ្នកការពារឲ្យលោកខនជារៀងរាល់ថ្ងៃដើម្បីកាត់បំផ្លាញព្រៃឈើយកទៅដាំដំឡូងជាច្រើនហិកតាខាងអង្គភាពគេហទំព័រមេត្តាភូមិកម្ពុជាបានចុះផ្សាយបកគលមានឈ្មោះខាងលើឈ្មោះលោកហៃនួនជាមន្ត្រីបរិស្ថាននិងលោកខនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអូឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបបានសម័យខ្លួនទាំងពីរកើតទុកមិនសុខចិត្តនៅការចេញផ្សាយព័ត៌មានសូមទំនាក់ទំនងមកកាន់អង្គភាពយើងនៅរៀងរាល់ម៉ោងធ្វើការនិងធ្វើការបកស្រាយបំភ្លឺជូនគ្រប់បញ្ហាដែលបានផ្សាយព័ត៌មានខាងលើអត្ថបទនេះរៀបរៀងដោយលោកពិនថនប្រចាំការនៅខេត្តសៀមរាបសូមអរគុណសូមគោរពលា Audio Jungle.